ជាយាមញញឹមណាកូន កូនមាសម្ដាយ ពេលដែលកូនញញឹម ពិភពលោកទាំងមូលគឺស្រស់ស្អាតណាស់ តែពិភពលោកប្រែជាខ្មៅងឹតគ្មានពន្លឺរស្មី គឺនៅពេលដែលកូនធ្វើមុខក្រញ៉ៅ ព្រោះហេតុដូច្នេះហើយទើបម៉ែចង់ឲ្យកូនព្យាយាមញញឹមឲ្យបានច្រើន ញញឹមដោយភាពជឿជាក់ ញញឹមដោយភាពជោគជ័យ ហើយក៏ញញឹមពេលដែលកូនបរាជ័យផងដែរ គឺកូនញញឹមទទួលស្គាល់ការពិត ហើយជីវិតរបស់កូននឹងមានសម្រស់ដូចជាផ្កា បើសិនជាកូនញញឹមជានិច្ច ទោះបីជាជួបបញ្ហាអ្វីនៅក្នុងជីវិតក៏ដោយក៏កូនត្រូវតែញញឹម គឺញញឹមដើម្បីលើកទឹកចិត្តខ្លួនឯងណាកូន កូនកុំចូលចិត្តធ្វើមុខក្រញ៉ៅពេក ហើយក៏កុំសូវខឹងច្រើនពេកដែរ ព្រោះពេលកូនខឹង មុខរបស់កូនគឺអាក្រក់មើលណាស់ ការខឹងច្រើននាំឲ្យកូនឆាប់ចាស់ណាកូន ពេលដែលកូនញញឹម មុខរបស់កូនមើលទៅដូចជាទេវបុត្រ ទេពធីតា តែពេលដែលកូនខឹងកាលណា មុខរបស់កូនដូចជាព្រាយបិសាចអីចឹង ម៉ែចង់ឲ្យកូនឆ្លុះកញ្ចក់មើល ពេលដែលកូនខឹងម្ដង នោះកូននឹងឃើញថា មុខរបស់កូនគួរឲ្យខ្លាចប៉ុណ្ណា មនុស្សដែលពូកែខឹង ពូកែងក់ងោ គឺមិនគួរឲ្យស្រឡាញ់ទេណាកូន កូនអើយ ការញញឹមនេះ ជាឱសថព្យាបាលរោគ សោកសៅរបស់អ្នកដទៃបានណាកូន អ្នកដែលកំពុងមានទុក្ខ នៅពេលដែលឃើញកូនញញឹមដាក់ គេអាចនឹងរសាយទុក្ខកង្វល់បាន ព្រោះតែស្នាមញញឹមដ៏ស្មោះត្រង់របស់កូន ដូច្នេះហើយ សូមកូនញញឹមដាក់អ្នកដទៃដោយមេត្តាអាណិត និងដោយការលើកទឹកចិត្ត កុំញញឹមដោយបង្កប់ភាពពឹសពុល នៅក្នុងចិត្តឲ្យសោះណាកូន បើកូនញញឹមដាក់គេ គេនឹងតបស្នងការញញឹមមករកកូនវិញ តែបើកូនខឹងដាក់គេ គេនឹងតបស្នងការខឹងមករកកូនវិញដូចគ្នា គេអាចវិយតម្លៃកូនបាន ថាកូនជាមនុស្សបែបណា តាមរយៈស្នាមញញឹមដ៏បរិសុទ្ធរបស់កូន សូមកូនញញឹមឲ្យបានច្រើនជាងខឹងណាកូន ព្យាយាមញញឹមឲ្យបានច្រើនណាកូន ព្រោះការញញឹមនេះ គឺជាឱសថថែរក្សាសម្រស់របស់កូន ឲ្យកាន់តែស្រស់ស្អាត